នេះមាន់នៅក្នុងចំការបាទច្រើនសុទ្ធតែមាន់ដែលខ្ញុំបលែងចោលឯងចំបលែងចោលបាទមកណាចំបលែងចោលខ្ញុំការបានប៉ុណ្ណឹងបាទបងប្អូនឃើញនឹងយើងកុំទុកដីទុកអីចោលដាំដំណាំហើយនឹងចំសัตว์ទៅបានប៉ុណ្ណាយើងយកប៉ុណ្ណឹងហើយយើងមានបច្ចេកទេសល្អរត់ជួយបានច្រើនអញ្ចឹងណាពីវិញតាទិញមកគេអញ្ចឹងកាត់បន្ថយចំណាយអីចឹងបើសិនបងប្អូនយើងខំធ្វើអញ្ចឹងបានយើងកាត់បន្ថយចំណាយកាត់បន្ថយអីអញ្ចឹងព្រោះអីយើងដឹងឥឡូវសេដ្ឋកិច្ចប្រទេសយើងពិបាកដោយសារមានសង្គ្រាមផងអីផងកូវីដមកឥឡូវសង្គ្រាមទៀតចឹងហើយយើងអ្នកគួរតែខំទាំងប្រែងទាំងអស់គ្នាបងប្អូនណាហើយក្នុងនេះមានតាំងពីមាន់មានតាំងពីសត្វឆ្កែសត្វចិញ្ចឹមរបស់ខ្ញុំឡើងចោលពេញហ្នឹងទៅបាទឃើញបងប្អូនឃើញមកឡើងចោលក្នុងចកាហើយការហ្នឹងមានគ្រប់សពបាទមានខ្នោមានចេកមានស្វាយមានដូងក្រូចមានគ្រប់សពបាទមានអីចឹងទៅចេកហ្នឹងបាទហ្នឹងបងប្អូនឃើញហ៎នេះសមាន់ហ្នឹងឡើងចោលទេមែនតើมันជាចំអី professional អីទេតែយើងបានគ្រាន់បើកាត់បន្ថយការចំណាយអីផ្សេងចឹងណាហើយបងប្អូននេះហើយមានសត្វមានសមោដាស់ខ្ញុំកាយខ្ញុំចាំនៅចកាបលែងចោលដែរបាទមានកូនមានអីហ្នឹងណាកូនឆ្កែក៏មានអីក៏មានដែរមកមានប្រធាមានអីបងប្អូនឃើញទេចឹងហ្នឹងក៏វារួមចំណែកជួយដល់សេដ្ឋកិច្ចគ្រួសារយើងដែរសារបងប្អូនដឹងហើយឥឡូវប្រទេសជាតិមានសង្គ្រាមអញ្ចឹងកាលណាយើងកាត់ខំបន្ថែមដើម្បីកាត់បន្ថយចំណាយហើយបើសិនមកយើងផលិតបានច្រើនទៀតយើងហិតតែល្អប្រសើរណាល្អប្រសើរមកទៅបាទជួយលើកជីវភាពគ្រួសារហើយនឹងក៏ដូចជាសង្គមជាតិយើងផងដែរហើយយើងកាត់បន្ថយការនាំចូលពីប្រទេសចិត្តខាងជាពិសេសប្រទេសដែលកំពុងឈ្លានពានយើងនឹងឯងបងប្អូនដឹងហើយអញ្ចឹងគេមិនសូវឲ្យតម្លៃយើងទេប្រទេសហ្នឹងហើយបងសងស្គាល់ហើយអញ្ចឹងហើយយើងដើម្បីឲ្យខ្លួនឯងខ្លាំងត្រូវតែប្រឹងប្រែងទាំងអស់គ្នាមានក្មេងមានកូនឲ្យទៅរៀនឲ្យមានចំណេះជំនាញដាក់ខ្លួនដើម្បីយកមកអភិវឌ្ឍប្រទេសជាតិយើងហើយបើយើងអត់មានចំណេះដឹងទេយើងមិនងាយដើរទាន់ប្រទេសគេទេបងប្អូនបានដឹងហើយអញ្ចឹងយើងត្រូវតែរួបរวมគ្នាហើយជួយគ្នាអ្នកណាធ្វើអីបានតាមជំនាញបច្ចេកទេសអញ្ចឹងទៅអញ្ចឹងហើយពួកអីបើសិនបើយើងធ្វើបង្ងើយកន្តើយយើងមិនសូវយកចិត្តទុកដាក់ចេះតែបដែតបដោយទៅកូនចៅយើងថ្ងៃក្រោយទៅអាចคล้ายទៅជាជនជាតិផ្ដាច់នៃប្រទេសមួយណាឈ្លានពានយើងនឹងឯងអញ្ចឹងយើងខិតខំទាំងអស់គ្នាបងប្អូនទោះបីជាយ៉ាងណាក៏ដោយយើងជាក់ស្ដែងគឺកាលណាយើងមានចំណេះដឹងយើងមានអីយើងទៅធ្វើអីគ្រាន់បានប្រសើរជាងដែលយើងអត់ចំណេះដឹងនឹងឯងអញ្ចឹងជួយយើងច្រើនបងប្អូនចានេះមាន់របស់ខ្ញុំហើយចាំគ្រាន់ចាត់រកកំសាន្តផងបើយើងចូលចិត្តហើយក៏វាបានចំណូលខ្លះពីវាអីចឹងណាបងឃើញហើយបាទហើយក្នុងហ្នឹងក៏មានតងានដែរតងាននោះនៅចកាខូចខ្ញុំជាប់ហ្នឹងបាទព្រោះចកាហ្នឹងដាំគ្រប់សពហើយចំសัตว์ចំអីចឹងគ្រប់សពហ្នឹងបានមានតងានមានអីចឹងខ្ញុំចំប្លែងចោលទេទៅហើយឃើញមកដាក់ចំណីក៏ដាក់ទៅបាទបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទជម្រាបលា